នេះគឺជាពស់មួយប្រភេទដែលមនុស្សភាគតិចណាស់ដែលបានជួបប្រទះវាផ្ទាល់ហើយមនុស្សកាន់តែតិចណាស់ដែលបានស្គាល់ច្បាស់អំពីវាមួយរយៈពេលមុនឃើញតាមបណ្ដាញសង្គម Facebook មានការល្បីល្បាញអំពីពស់ប្រភេទនេះហើយក៏មានមតិវែកញែកជាច្រើនអ្នកខ្លះក៏ថាពស់នឹងបែបនេះអ្នកខ្លះក៏ថាពស់នឹងបែបនោះថ្ងៃនេះខ្ញុំនឹងមកពិពណ៌នាអំពីពស់មួយប្រភេទនេះផងដែរហើយពស់មួយប្រភេទនេះវាមានចំណុចពិសេសមួយចំនួនដែលយើងមិនទាន់បានស្គាល់វាពិតជាគួរឲ្យចាប់អារម្មណ៍មែនទែនឥឡូវយើងមកស្គាល់នឹងតាមដានទាំងអស់គ្នានេះគឺជាពស់ប្រមោយដំរីដែលនៅក្នុងភាសាអង់គ្លេសគេហៅថា Elephant Trunk Snake ពស់នេះវាមានដើមកំណើតរស់នៅប្រទេសអូស្ត្រាលីហើយក៏មានមួយចំនួនរស់នៅតាមតំបន់នៅក្នុងទ្វីបអាស៊ីយើងផងដែរជាទូទៅវាមានប្រវែងដងខ្លួនពី3ទៅ5ម៉ែត្រនិងទម្ងន់ពី20ទៅ30គីឡូក្រាមសម្បុរពណ៌ប្រផេះពណ៌លឿងចាស់ស្រគាំសណ្ដែកបាយគឺវាអំណោយផលបំផុតក្នុងការលាក់ខ្លួននឹងប្រមាញ់ចំណីជាទូទៅពស់ប្រមោយដំរីចូលចិត្តលាក់ខ្លួននឹងសំងំរកចាប់ចំណីនៅក្នុងទឹកវាចំណាយពេលរស់នៅក្នុងទឹកជាច្រើនជាងនៅលើគោកវាអាចសំងំនៅក្នុងទឹកបានជាច្រើនម៉ោងមុនពេលដែលសួតវាអស់ខ្យល់វានឹងបណ្ដែតខ្លួនមកលើផ្ទៃទឹកវិញលក្ខណៈពិសេសដែលចម្លែកដែលប្លែកខុសពីពស់ដទៃដែលយើងគួរតែចាប់អារម្មណ៍នោះគឺពស់ប្រមោយដំរីមិនមានស្រកានោះទេពស់ប្រមោយដំរីវាមានតែស្បែកបន្លាក្រើមដុះជុំវិញខ្លួនរបស់វាកត្តាបែបនេះហើយអាចធ្វើឲ្យវាមានប្រសិទ្ធភាពក្នុងការប្រមាញ់ចំណីបានល្អឥតខ្ចោះដោយសារស្បែកក្រើមរបស់វារុំរិតចំណីមិនឲ្យរអិលនៅក្នុងទឹកហើយម្យ៉ាងវិញទៀតពស់ប្រមោយដំរីគឺជាពស់ដែលមានបច្ចេកទេសនិងការអត់ធ្មត់សំងំវាប្រហារចំណីស្ទើរតែ 90% ចំណីរបស់វាពុំអាចរត់រួចឡើយជាធម្មតាវាចូលចិត្តស៊ីត្រីនិងសត្វមួយចំនួនដូចជាសត្វអណ្ដើកសត្វបារ៉ាហើយពេលខ្លះវាក៏ស៊ីកូនក្រពើជាចំណីផងដែរវាមិនមានពឹសទេប៉ុន្តែវាមានកម្លាំងរឹតដល់មហិមាអាចសម្លាប់ចំណីវាបានមួយរំពេចជាធម្មតាពស់ប្រមោយដំរីមានអាយុចាប់ពី5ឆ្នាំទៅ7ឆ្នាំហើយវាបន្តកំណើតរយៈពេល4ខែកូនរបស់វានឹងញាស់នៅក្នុងពោះហើយវាចេញមកក្រៅចំនួនពី20ទៅ30ក្បាលវាមិនមែនជាសត្វកម្រជិតផុតពូជទេប៉ុន្តែវាជាសត្វដែលរងការគំរាមកំហែងពីព្រានប្រមាញ់ក៏ព្រោះតែព្រានប្រមាញ់តាមប្រមាញ់យកសាច់និងស្បែករបស់វាយកទៅលក់នៅទីផ្សារម្យ៉ាងវិញទៀតក៏មិនសូវជាមានប្រភពទឹកដែលអាចឲ្យវាសម្របខ្លួនរស់នៅបានដូច្នេះហើយនៅប្រទេសកម្ពុជាយើងកម្រនឹងមានពស់ប្រភេទនេះរស់នៅណាស់ជាក់ស្ដែងកន្លងទៅថ្មីនេះនៅក្នុងប្រទេសយើងមានប្រជាពលរដ្ឋបានជួបប្រទះពស់ប្រភេទនេះហើយអ្នកខ្លះក៏អះអាងថាវាជាពស់ត្បាល់អីចឹងទៅបើតាមការស្រាវជ្រាវរបស់ខ្ញុំនេះគឺជាពស់ប្រមោយដំរីចំណែកឯពស់ត្បាល់ប្រហែលជាពស់នៅក្នុងរឿងព្រេងនិទានហើយដោយសារតែខ្ញុំស្រាវជ្រាវរកអត់ឃើញទេហើយអរគុណបងប្អូនដែលបានតាមដាននៅក្នុងវីដេអូនេះពីដើមរហូតដល់ចប់បងប្អូនយល់ឃើញបែបណាចំពោះពស់មួយប្រភេទនេះសូមកុំភ្លេចជួយផ្ដល់មតិនៅ comment ខាងក្រោមជាចុងក្រោយសូមឲ្យបងប្អូនជួយចុច like និង subscribe channel ខ្ញុំអ្នកមួយអរគុណជួបគ្នាវីដេអូក្រោយ